មានដៃគូរួយហើយបើជួបមនុស្សដែលល្អជាងតើគូគិតយ៉ាងម៉េចទៅគេគឺជាមិត្តរួមការងារដែលទើបនឹងចូលថ្មីអាកប្បកិរិយាល្អចរិតល្អពេលឃើញគាត់ខ្ញុំក៏នឹកឃើញដល់មិត្តប្រុសរបស់ខ្ញុំគេគ្រប់គ្នាបានប្រអប់តូចតែនាងបានប្រអប់ធំជាងគេនិយាយស្ដីត្រង់ហើយក៏ចេះរ៉ូមែនទិកប៉ុន្តែមិត្តប្រុសរបស់ខ្ញុំវិញគ្មានភាពរ៉ូមែនទិកអីនោះទេមិនក៏មិនកំងឈុតដៃគូទៅអូនឃើញគេជូនផ្កាទៀតណាអានេះថោកជាងគ្រាន់តែអត់មានផ្កាតាអរគុណហើយមិនអីទេខ្ញុំនឹងគាត់ឆាត់និយាយត្រូវគ្នាណាវាគឺផ្ទះឆាយខុសត្រូវមិនខុសទេដូចទៀតត្រូវទៀតទេខ្ញុំក៏ចូលចិត្តដែរចំណងចំណូលចិត្តជាច្រើនក៏ដូចគ្នាដូចជាមានរឿងនិយាយគ្នាមិនចេះចប់ប៉ុន្តែការឆាត់ជាមួយមិត្តប្រុសរបស់ខ្ញុំវាហាក់ដូចជាគ្មានអីអស្ចារ្យទេយប់នេះទៅញ៉ាំអីជុំគ្នាអត់មានបង្កងដែលបានចូលចិត្តញ៉ាំគាត់ជិះទៅគាត់ហាក់ដូចជាខ្វល់ពីចំណងចំណូលចិត្តរបស់ខ្ញុំនាងចូលចិត្តញ៉ាំបង្កងមែនអានេះហ่ะមានរសជាតិបង្កងអញ្ចឹងពេលក្រោយខ្ញុំនឹងទិញរសជាតិបង្កងឲ្យនាង